តើអ្នកធ្លាប់ឆ្ងល់ដែរទេថាតើហេតុអ្វីមនុស្សមួយចំនួនហាក់ដូចជាមានសំណាងជានិច្ចពួកគេទទួលបានការគោរពទទួលបានតំណែងធំនិងអាចបញ្ជាអ្នកដទៃបានយ៉ាងងាយតាមពិតទៅវាមិនមែនជាសំណាងនោះទេតែវាគឺជាសិល្បៈនៃអំណាចនៅក្នុងវីដេអូនេះខ្ញុំនឹងលាតត្រដាងច្បាប់នៃអំណាចទាំង48សូមស្ដាប់ដោយផ្ចិតផ្ចង់ព្រោះបើអ្នកមិនបានរៀនពីវានោះទេអ្នកនឹងអាចក្លាយជាឧបករណ៍របស់អ្នកដទៃដោយមិនដឹងខ្លួននៅថ្ងៃណាមួយច្បាប់នៃអំណាចទាំង48 The 48 Laws of Power និពន្ធដោយលោក Robert Greene ជនជាតិអាមេរិកាំងគឺជាសៀវភៅចិត្តសាស្ត្រនិងយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកសៀវភៅនេះដកស្រង់មេរៀនពីប្រវត្តិសាស្ត្រជាង 3000 ឆ្នាំដោយសិក្សាពីមេដឹកនាំនិងបុគ្គលជោគជ័យដើម្បីស្វែងយល់ពីរបៀបគ្រប់គ្រងអំណាចការពារខ្លួននិងយកឈ្នះគូប្រជែងពេលនេះខ្ញុំនឹងលើកយកច្បាប់ទី1និងច្បាប់ទី2ដើម្បីយកមកសម្រាយច្បាប់ទី1កុំបង្ហាញខ្លួនឯងឲ្យលេចធ្លោជាងចៅហ្វាយនាយ Never outshine the master ចូលធ្វើឲ្យមេរបស់អ្នកមានអារម្មណ៍ថាឆ្លាតជាងនិងអស្ចារ្យជាងជានិច្ចប្រសិនបើអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាអន់ជាងឬត្រូវគេមើលស្រាលដោយសារតែទេពកោសល្យរបស់អ្នកលើពួកគេនោះនឹងអាចធ្វើឲ្យពួកគេគិតថាតំណែងរបស់គេនឹងជួបហានិភ័យនៅថ្ងៃក្រោយដោយសារតែសមត្ថភាពរបស់អ្នកគាត់នឹងចាត់ទុកអ្នកជាការគំរាមកំហែងឬក៏ជាគ្រោះនៅថ្ងៃក្រោយដូច្នេះគេនឹងចាប់ផ្ដើមផ្ដល់សម្ពាធដល់អ្នកឬក៏អាចកម្ចាត់អ្នកចេញផ្ទុយទៅវិញប្រសិនបើអ្នកធ្វើឲ្យពួកគេមើលទៅឃើញថាល្អនិងមានសមត្ថភាពនោះអ្នកនឹងទទួលការទុកចិត្តពីពួកគេកាន់តែខ្លាំងដូច្នេះអ្នកនឹងទទួលការគាំទ្រពីពួកគេកាន់តែខ្លាំងដូចគ្នាខ្ញុំនឹងលើកឧទាហរណ៍មកបង្ហាញប៉ុន្តែមុននឹងលើកយកឧទាហរណ៍ខ្ញុំសូមលើកយកកំហុសដែលមនុស្សភាគច្រើនតែងតែធ្វើមនុស្សជាច្រើនគិតថាដើម្បីទទួលបានការឡើងតំណែងឬការពេញចិត្តពួកគេត្រូវតែខំបង្ហាញភាពវៃឆ្លាតនិងសមត្ថភាពឲ្យអស់ពីខ្លួនដោយមិនយល់ពីកាលៈទេសៈដូចជាកែតម្រូវកំហុសរបស់ចៅហ្វាយនីនៅចំពោះមុខថ្នាក់ដឹកនាំដទៃទៀតឬក៏នរណាម្នាក់ផ្ដល់យោបល់ដែលឆ្លាតជាងយោបល់របស់ចៅហ្វាយនីធ្វើខ្លួនលេចធ្លោជាងចៅហ្វាយនីនៅក្នុងកម្មវិធីឬក៏កិច្ចប្រជុំណាមួយជំនួសឲ្យការសរសើរចៅហ្វាយនីរបស់អ្នកនឹងមិនមានអារម្មណ៍ល្អចំពោះអ្នកទេហើយដើម្បីអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពអ្នកគួរតែទី1ធ្វើឲ្យចៅហ្វាយនីរបស់អ្នកមើលទៅឆ្លាតជាងការពិតសូមយោបល់ពីពួកគេទោះបីជាអ្នកដឹងចម្លើយហើយក៏ដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាប្រាជ្ញារបស់ពួកគេគឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នកទី2ប្រុងប្រយ័ត្នពេលសរសើរកុំសរសើរខ្លួនឯងខ្លាំងពេកផ្ទុយទៅវិញព្យាយាមបង្វែរការសរសើររបស់អ្នកដែលទទួលបានទៅជាការដឹងគុណចំពោះការដឹកនាំរបស់ចៅហ្វាយរបស់អ្នកទី3លាក់សមត្ថភាពខ្លះប្រសិនបើអ្នកមានគំនិតអស្ចារ្យចូលរកវិធីបង្ហាញថាគំនិតនោះបានមកពីការណែនាំរបស់ចៅហ្វាយអ្នកឬក៏ធ្វើឲ្យវាហាក់ដូចជាគំនិតរបស់ពួកគេផ្ទាល់ពេលនេះចូលមកដល់ឧទាហរណ៍ដើម្បីបញ្ជាក់នៅក្នុងក្រុមហ៊ុនមួយក្នុងកិច្ចប្រជុំធំមួយជាមួយថ្នាក់ដឹកនាំសុភាបានឆ្លើយសំណួរទាំងអស់យ៉ាងលម្អិតនិងស៊ីជម្រៅជំនួសលោកវិសាលដែលជាអ្នកគ្រប់គ្រងផ្ទាល់របស់នាងថ្នាក់ដឹកនាំបានសរសើរសុភាយ៉ាងខ្លាំងនៅចំពោះមុខលោកវិសាលជាលទ្ធផលលោកវិសាលមានអារម្មណ៍ថាគាត់មិនមានភាពលេចធ្លោនិងមានអារម្មណ៍ថាអន់ជាងសុភាក្រោយមកលោកវិសាលចាប់ផ្ដើមមិនផ្ដល់គម្រោងធំឲ្យសុភាទៀតទេគាត់បានផ្ដល់សម្ពាធជាច្រើនដល់សុភាហើយថែមទាំងផ្ដល់ពិន្ទុមិនល្អសម្រាប់ការវិតម្លៃប្រចាំឆ្នាំទៀតផងជាចុងក្រោយដោយសារតែមិនអាចទ្រាំទ្រនឹងសម្ពាធបានសុភាក៏បានលាឈប់ពីក្រុមហ៊ុនដូច្នេះច្បាប់ទី1បង្រៀនឲ្យយើងចេះបន្ទាបខ្លួនដើម្បីរស់និងរីកចម្រើនគោលដៅគឺមិនមែនដើម្បីឲ្យខ្លួនឯងអន់នោះទេតែគឺដើម្បីគ្រប់គ្រងស្ថានភាពដោយធ្វើឲ្យអ្នកមានអំណាចមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងដែលនឹងធ្វើឲ្យពួកគេការពារនិងជួយអ្នកវិញឥឡូវនេះយើងចូលមកដល់ច្បាប់ទី2ច្បាប់ទី2នេះគេបង្ហាញថាកុំទុកចិត្តមិត្តភក្តិខ្លាំងពេកនិងរៀនប្រើប្រាស់សត្រូវឬគូប្រជែងរបស់យើង Never put too much trust in friends Learn how to use enemy ច្បាប់នេះបង្រៀនឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សដែលយើងស្និទ្ធស្នាលនិងទុកចិត្តបំផុតនៅក្នុងកិច្ចការដែលទាក់ទងនឹងអំណាចនិងផលប្រយោជន៍
ផ្ទុយទៅវិញវាណែនាំឲ្យយើងមើលឃើញសត្រូវជាធនធានដែលអាចប្រើប្រាស់បានចុះតើហេតុផលអ្វីខ្លះដែលយើងត្រូវប្រយ័ត្នជាមួយមិត្តភ័ក្តិមានសក្តានុពលខ្ពស់ក្នុងការក្បត់ឬធ្វើឲ្យយើងរងគ្រោះនៅក្នុងបរិបទនៃការងារនិងអំណាចព្រោះថាទី1ភាពច្រណែនមិត្តភ័ក្តិតែងតែដឹងអំពីចំណុចខ្សោយរបស់អ្នកនិងដឹងពីប្រវត្តិរបស់អ្នកច្បាស់នៅពេលដែលអ្នកឡើងតំណែងឬជោគជ័យជាងគេភាពស្និទ្ធស្នាលអាចប្រែក្លាយជាភាពច្រណែនបានយ៉ាងងាយគេអាចនឹងយកចំណុចខ្សោយរបស់អ្នកឬក៏ប្រវត្តិមិនល្អរបស់អ្នកដើម្បីផ្ដួលរលំអ្នកទី2បាត់បង់ការគោរពដោយសារភាពស្និទ្ធស្នាលជួនកាលដោយសំអាងទៅលើភាពស្និទ្ធស្នាលអាចធ្វើឲ្យពួកគេធ្វេសប្រហែសឬមិនស្ដាប់បង្គាប់អ្នកនោះទេទី3ការលាក់បាំងចំណុចខ្សោយមិត្តភ័ក្តិរបស់អ្នកតែងតែយល់ព្រមនឹងអ្នកដើម្បីរក្សាមិត្តភាពជាជាងផ្ដល់យោបល់ពិតប្រាកដឬរិះគន់ដោយស្មោះត្រង់នេះធ្វើឲ្យអ្នកពិបាកមើលឃើញចំណុចខ្វះខាតរបស់អ្នកណាស់ក្នុងចំណុចនេះគន្លឹះដែលគេចង់បង្ហាញគឺជួលមនុស្សដែលមានសមត្ថភាពនិងបទពិសោធន៍ដែលត្រឹមជាអ្នកស្គាល់គ្នាជាងជួលមិត្តភ័ក្តិស្និទ្ធស្នាលមកធ្វើការជាមួយឥឡូវនេះខ្ញុំនឹងលើកហេតុផលថាតើហេតុផលអ្វីខ្លះដែលយើងត្រូវប្រើប្រាស់សត្រូវចាស់ឬគូប្រជែងអាចក្លាយជាសម្ព័ន្ធមិត្តដ៏មានប្រយោជន៍បំផុតព្រោះថាទី1ភាពស្មោះត្រង់នៅពេលដែលអ្នកផ្ដល់ឱកាសដល់សត្រូវឲ្យធ្វើការជាមួយអ្នកពួកគេនឹងព្យាយាមបង្ហាញភាពស្មោះត្រង់និងធ្វើការកាន់តែខ្លាំងដើម្បីបញ្ជាក់ថាពួកគេស័ក្តិសមនិងបង្ហាញពីតម្លៃរបស់គេឬមួយទៀតគឺដើម្បីគេចចេញពីការសង្ស័យរបស់អ្នកព្រោះពួកគេដឹងថាពួកគេមិនអាចក្បត់អ្នកបានដូចមិត្តភក្តិឡើយទី2មិនប៉ះពាល់អារម្មណ៍ដូចអ្នកដឹងស្រាប់ហើយនៅពេលដែលអ្នកជួលមិត្តភក្តិស្និទ្ធស្នាលមកធ្វើការជាមួយអ្នកនឹងពិបាកនៅក្នុងការបញ្ជាឬក៏ស្ដីបន្ទោសឲ្យពួកគេនៅពេលដែលពួកគេខុសព្រោះថាវាអាចប៉ះពាល់ដល់មិត្តភាពរបស់អ្នកជាមួយនឹងមិត្តភ័ក្តិរបស់អ្នកផ្ទុយទៅវិញការធ្វើការជាមួយសត្រូវធ្វើឲ្យទំនាក់ទំនងស្ថិតនៅមូលដ្ឋានវិជ្ជាជីវៈសុទ្ធសាធមិនមានអារម្មណ៍នោះទេនេះធ្វើឲ្យការគ្រប់គ្រងនិងការបញ្ជាកាន់តែងាយស្រួលទី3ការដឹងពីចំណុចខ្សោយរបស់ពួកគេដោយសារតែអ្នកធ្លាប់ជាសត្រូវនឹងគ្នាពិតណាស់អ្នកនឹងតែងតែសិក្សាពីចំណុចខ្សោយចំណុចខ្លាំងនិងទម្លាប់របស់ពួកគេដូច្នេះការប្រើប្រាស់ចំណេះដឹងទាំងនេះនឹងធ្វើឲ្យអ្នកងាយស្រួលនៅក្នុងការគ្រប់គ្រងពួកគេហើយចុះសួរថាតើយុទ្ធសាស្ត្រអនុវត្តនៅក្នុងច្បាប់ទី2នេះមានអ្វីខ្លះទី1អ្នកគួរជ្រើសរើសមនុស្សដែលមានទេពកោសល្យនិងចំណេះដឹងទោះបីជាពួកគេមិនមែនជាមិត្តភក្តិរបស់អ្នកក៏ដោយពួកគេនឹងកាន់តែស្មោះត្រង់ក្នុងការបំពេញភារកិច្ចនិងរក្សាទំនាក់ទំនងការងារដោយវិជ្ជាជីវៈទី2ប្រសិនបើអ្នកមានគូប្រជែងដែលមានសមត្ថភាពសូមព្យាយាមតាក់ទងពួកគេឲ្យមកធ្វើការជាមួយអ្នកពួកគេនឹងធ្វើការយ៉ាងស្មោះត្រង់ដើម្បីបង្ហាញថាពួកគេមានតម្លៃចំពោះអ្នកនិងដើម្បីរក្សាការងាររបស់គេទី3កុំបង្ហាញចំណុចខ្សោយដល់មិត្តភ័ក្តិរបស់អ្នកច្រើនពេករក្សាចម្ងាយបន្តិចបន្តួចជានិច្ចដើម្បីឲ្យទំនាក់ទំនងនៅតែមានការគោរពនិងប្រកបដោយវិជ្ជាជីវៈនៅក្នុងច្បាប់ទី2នេះខ្ញុំនឹងលើកយកឧទាហរណ៍នៃរឿងជាក់ស្ដែង2មកបង្ហាញដោយឧទាហរណ៍ទី1គឺជាការប្រយ័ត្នចំពោះមិត្តភ័ក្តិនិងឧទាហរណ៍ទី2គឺជាការប្រើប្រាស់សត្រូវឧទាហរណ៍ទី1នេះខ្ញុំនិយាយអំពី Facebook តើអ្នកដឹងទេ Mark Zuckerberg មិនមែនបង្កើត Facebook តែម្នាក់ឯងនោះទេគឺមានការចូលរួមពីមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតឈ្មោះថា Eduardo Saverin ដែលជាមិត្តជិតស្និទ្ធនៅសាកលវិទ្យាល័យ Harvard តាមពិតទៅ Saverin គឺជាអ្នកវិនិយោគដំបូងនិងជាសហស្ថាបនិកប៉ុន្តែនៅពេលដែលក្រុមហ៊ុនកាន់តែធំពួកគេចាប់ផ្ដើមមានជម្លោះ Mark Zuckerberg មានអារម្មណ៍ថា Eduardo មិនបានជួយអ្វីច្រើនដល់ក្រុមហ៊ុននោះទេដូច្នេះ Mark Zuckerberg បានប្រើប្រាស់ផ្លូវច្បាប់ដើម្បីកាត់បន្ថយភាគហ៊ុនរបស់ Eduardo ភាគហ៊ុនរបស់ Eduardo ត្រូវធ្លាក់ពី 34% មកត្រឹមតែ 0.03% តែប៉ុណ្ណោះហើយត្រូវបានលុបឈ្មោះចេញពីក្រុមហ៊ុនតែម្ដងអ្នកឃើញទេនេះជាឧទាហរណ៍មួយដ៏ឈឺចាប់និងបានបង្រៀនអ្នកឲ្យដឹងថានៅពេលដែលលុយនិងអំណាចចូលមកមិត្តភាពគឺផុយស្រួយខ្លាំងណាស់ឥឡូវនេះខ្ញុំលើកយករឿងទី2មកនិយាយនៅក្នុងសម័យនៃចក្រភពរ៉ូមអធិរាជ Augustus គាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លៀសវៃដោយជឿទុកចិត្តលើមនុស្សចម្លែកនិងសូម្បីតែជាអតីតគូប្រជែងរបស់គាត់ដែលមានទេពកោសល្យនិងបទពិសោធន៍ជាច្រើនជាងមិត្តភក្តិជិតស្និទ្ធរបស់គាត់ក្នុងការកាន់តំណែងយោធានិងរដ្ឋបាលសំខាន់ជាលទ្ធផលមនុស្សទាំងនោះបានបម្រើគាត់ដោយភក្ដីភាពបំផុតព្រោះពួកគេដឹងថាអំណាចរបស់ពួកគេអាស្រ័យទាំងស្រុងនៅលើគាត់ហើយពួកគេត្រូវប្រឹងប្រែងដើម្បីជំនះការសង្ស័យដែលនៅសេសសល់ពីមុន
ការធ្វើបែបនេះបានជួយឲ្យគាត់រក្សាតំណែងឲ្យគង់វង្សបានយូរអង្វែងជារួមច្បាប់ទី2នេះមិនមែនមានន័យថាអ្នកមិនអាចមានមិត្តភ័ក្តិនោះទេប៉ុន្តែវាបានបង្រៀនឲ្យយើងដឹងថានៅក្នុងពិភពនៃអំណាចអ្នកត្រូវបែងចែករឿងមិត្តភាពផ្ទាល់ខ្លួនចេញពីកិច្ចការផ្លូវការព្រោះថាពេលខ្លះភាពស្មោះត្រង់នៅក្នុងមិត្តភាពមិនប្រកាសថាជាភាពស្មោះត្រង់នៅក្នុងការងារនោះទេ